អូខេអ្នកទាំងអស់គ្នាក្នុងវីដេអូនេះខ្ញុំមកប្រាប់បងប្អូនទាំងអស់គ្នាដែលបានចូលមកក្នុងវីដេអូនេះសម្រាប់បងប្អូនណាដែលប្រើ iCloud របស់ហាងទូរស័ព្ទហាងអីចឹងណាបងប្អូនទាំងអស់គ្នាហើយយើងមិនចង់ឲ្យរូបភាពឯកជនរបស់យើងឆ្លងទៅដល់ទូរស័ព្ទមួយទៀតបងប្អូនអាចមើលវីដេអូនេះបានព្រោះខ្ញុំមកប្រាប់ពីរបៀបបិទនៅក្នុងទូរស័ព្ទរបស់យើងតែម្ដងបាទអញ្ចឹងបងប្អូនចាប់ផ្ដើមចូលទៅ setting តែម្ដងបងប្អូនទាំងអស់គ្នាបាទចាំមើលតែខ្ញុំប្រាប់បងប្អូនទាំងអស់គ្នាហើយយើងមកចូលមកកន្លែងនេះកន្លែងcolor នេះបងប្អូនទាំងអស់គ្នាបាទយើងចូលមកដល់កន្លែងហ្នឹងហើយបងប្អូន scroll មកមានឃើញនេះកន្លែងនេះបងប្អូនទាំងអស់គ្នាកន្លែងនេះជាពាក្យថា iCloud អញ្ចឹងបងប្អូនចូលមកនេះបងប្អូនមកដល់កន្លែងនេះបងប្អូនឧទាហរណ៍ថារូបភាពរបស់យើងឧទាហរណ៍កន្លែងរូបភាពនេះបងប្អូនចូលមកបងប្អូនទាញបិទដូចខ្ញុំអញ្ចឹងមកហើយអានេះក៏ទាញបិទដែរដើម្បីការពារកុំឲ្យវាឆ្លងទៅទូរស័ព្ទម្នាក់ទៀតអញ្ចឹងណាបងប្អូនទាំងអស់គ្នាចំពោះបងប្អូនដែលណាប្រើ iCloud ទាំងអស់គ្នាប្រើ iCloud របស់គេអញ្ចឹងណាបងប្អូនទាំងអស់គ្នាឥឡូវយើងទាញបិទតែម្ដងមកងាយមែនតើបងប្អូនទាំងអស់គ្នាឥឡូវដូចឧទាហរណ៍កន្លែងនេះប៉ុណ្ណឹងកន្លែងផ្ទុក memory នេះយើងចូលដូចគ្នាមកយើងបិទទាំងអស់គ្នាទាំងមកបងប្អូនការពារទាំងអស់គ្នាកុំឲ្យវាឆ្លងទៅរូបភាពឯកសាររបស់យើងអញ្ចឹងណាទៅដល់អានេះក៏ដូចគ្នាដែរបងប្អូនទៅទាញបិទទាំងអស់គ្នាដើម្បីការពារឧទាហរណ៍យើងទុកឯកសារនៅក្នុងហ្នឹងអីចឹងណាបងប្អូនទាំងអស់គ្នាអញ្ចឹងយើងទាញបិទមកទាំងអស់មកកុំឲ្យវាទៅដល់គេអញ្ចឹងណាអានេះដូចគ្នាអានេះខ្ញុំទាញបិទហើយបងប្អូនទាញបិទហើយអានេះដូចជាអីទេអានេះក៏បិទដែរបិទមួយសំណុំហ្នឹងនិយាយទៅបិទទាំងអស់អញ្ចឹងណាបងប្អូនបាទបិទហើយតែម្ដងបាទអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំបង្ហាញបងប្អូនទាំងអស់គ្នាបាទតែប៉ុណ្្នឹងទេបងប្អូនងាយមែនទែនហើយអរគុណចំពោះបងប្អូនដែលណាដែលបានចូលមើលក្នុងវីដេអូនេះសូមបងប្អូនជួយចុច like ដើម្បីខ្ញុំបង្កើតវីដេអូថ្មីចែករំលែកទៅបងប្អូនទាំងអស់គ្នាទៀតអរគុណ